ធ្វើជាអ្នកលក់មិនអាចស្ពឹកសពន់ស្ទក់បានទេនៅក្នុងសម័យទីផ្សារដ៏ប្រកួតប្រជែងមួយនេះអតិថិជនឆាតមកក្នុង message របស់យើងត្រឹមតែ15ទៅ20នាទីទេបើសិនជាយើងអត់បានតបជាមួយគាត់ឬក៏ទុកគាត់ចោលអត់បាននិយាយអីជាមួយគាត់នឹងអស់អារម្មណ៍ទិញតែម្ដងគេស្រាវជ្រាវឃើញថាអតិថិជនភាគច្រើនណាចំណង់នៃការទិញរបស់គាត់មានកំឡុងពេល15ទៅ20នាទីនៃការសួរព័ត៌មានជាមួយឆាតរបស់យើងបើសិនជាកំឡុងពេលនឹងយើងអត់ទទួលគាត់ទេទុកគាត់ចោលរយៈពេល15ទៅ20នាទីអត់មានការឆ្លើយតបអត្រានៃការទៅទិញអ្នកផ្សេងគឺមានហើយបើសិនជាអ្នកផ្សេងទទួលគាត់បានល្អយើងនឹងលបោតភ្ញៀវដោយអត់ដឹងខ្លួនទេបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់ស្គាល់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ទេនេះគឺជាសាខាថ្មីរបស់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP បងប្អូនអាចអញ្ជើញមកពីសាខាចាស់ត្រឹមតែចម្ងាយប្រហែលជា100ម៉ែត្រទេបងប្អូនងាកទាំងឆ្វេងដៃឃើញសាខាធំមែនទែនគឺគ្នាយើង VIP នៅទីនេះមានលក់សុទ្ធតែអវ៉ាន់ Grade A ហើយនឹងថ្មីប្រអប់ជាពិសេសនោះមានការធានារហូតដល់1ឆ្នាំពេញតែម្ដងបងប្អូនខ្ញុំហ៊ាននិយាយថាទីផ្សារបច្ចុប្បន្នប្រកួតប្រជែងគ្នាខ្លាំងមែនទែនជាពិសេសគឺទីផ្សារលក់រាយនៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ននេះបើសិនជាថ្ងៃនេះខ្ញុំចង់ទិញនាឡិកាខ្ញុំឆាតទៅ page របស់បងប្អូនទាំងអស់គ្នាភ្លាមបងប្អូនទទួលខ្ញុំទិញតែបើបងប្អូនទុកខ្ញុំចោលទូរស័ព្ទរបស់ខ្ញុំមួយថ្ងៃនេះគឺលោតនាឡិកាពេញ new fit តែម្ដងដោយសារអី algorithm របស់ Facebook វានឹងរុញព័ត៌មានពីនាឡិកាច្រើនមែនទែនមកឲ្យខ្ញុំអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់បងប្អូនទាំងអស់គ្នាថាការប្រកួតប្រជែងនៅលើបណ្ដាញសង្គមបច្ចុប្បន្ននេះគឺមិនមែនមានតែយើងទេអតិថិជនម្នាក់គាត់ចង់ទិញផលិតផលអីមួយ Facebook វារុញអ្នកលក់ដទៃទៀតមកឲ្យគាត់ឃើញច្រើនមែនតើអញ្ចឹងនៅក្នុងស្ថានភាពបែបហ្នឹងបើសិនយើងស្ទក់នៅក្នុងការឆ្លើយតបឆាតបើយើងមិនមានការឆ្លើយតបឆាតមួយដ៏សមគួរជាមួយអតិថិជនរបស់យើងទេជាពិសេសគឺអាទុកអតិថិជនចោលនៅក្នុងឆាតហ្នឹងគឺជាគ្រោះថ្នាក់ធំមួយដែលធ្វើឲ្យយើងខាតលុយហើយអតិថិជនឆាតមកយើងហើយយើងលក់អត់បានទៀតអាហ្នឹងជារឿងមួយដែលយើងត្រូវប្រយ័ត្នទាំងអស់គ្នាបង្កើនការលក់ 20% ជាមួយនឹង K-Store App by BZadvisor Digital Loyalty Program ដែលផ្ដល់មុនស្នេហ៍ទៅដល់អតិថិជនរបស់អ្នកលក់ទំនិញតាម K-Store App ដែលមិនអស់កម្រៃជើងសារសូម្បីតែ1សេនចង់លក់ដាច់ត្រូវតែលក់ជាមួយ K-Store Appរឿងទី1ដែលខ្ញុំចង់រំលឹកទៅកាន់បងប្អូនទាំងអស់គ្នាគឺដាក់ការងារតបឆាតលឿនគឺជាការងារអាទិភាពមួយរបស់អ្នកកាន់ page មែនទេខ្ញុំជឿថាបងប្អូនទាំងអស់គ្នាអត់មានពេលទៅឆ្លើយតបជាមួយអតិថិជនគ្រប់គ្នាទេអញ្ចឹងអ្នកលក់នៃអ្នកកាន់ page របស់យើងគឺជាបុគ្គលសំខាន់គឺជាតួអង្គសំខាន់មែនទេដែលជំរុញទៅដល់ការលក់របស់យើងពេលខ្លះឆាតភ្ញៀវឆាតមកឲ្យទុកភ្ញៀវចោលវាគឺជាការធ្វើប្រហែសមួយរបស់អ្នកកាន់ page អញ្ចឹងបងប្អូនត្រូវមើលថាតើយើងគួរធ្វើបែបណាគួរដាក់ពិន័យបែបម៉េចគួររៀបចំគោលការណ៍បែបម៉េចដើម្បីឲ្យអ្នកកាន់ page របស់យើងគឺដាក់អតិភិបការងារមួយគឺកាន់ page ត្រូវតែតបភ្ញៀវឲ្យលឿនបំផុតអានឹងជារឿងមួយដែលយើងត្រូវមើលទាំងអស់គ្នាអញ្ចឹងក្នុងរយៈពេលមួយខែឬមួយសប្តាហ៍ឬក៏រយៈពេលប្រមាណដែលយើងនៅក្នុងការងារលក់របស់យើងអាចឆែកមើលតើមានភ្ញៀវ complain អត់ទេមានភ្ញៀវឆាតមកអត់មានចូលមើលអត់ទេមានភ្ញៀវឆាតមកអត់ទទួលភ្ញៀវទេនៅក្នុងហ្នឹងយើងឆែកមើលអាហ្នឹងជាប្រចាំអ្នកលក់មួយចំនួនគាត់បដ ாய் ឲ្យអ្នកកាន់ page ហ្នឹងធ្វើមិនធ្វើទៅគាត់អត់តាមដានគាត់អត់មើលគាត់អត់អីទេអាហ្នឹងក៏ជាផ្លូវមួយដែលធ្វើឲ្យយើងបាត់ sale ច្រើនដែរនៅក្នុងការងារលក់របស់យើងហើយដូចខ្ញុំនិយាយខាងដើមអញ្ចឹងគាត់ឆាតមកយើងអត់តបយើងត្រូវដឹងថាកំឡុងពេលដែលយើងអត់តបហ្នឹងមានរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅលើទូរស័ព្ទដៃរបស់អតិថិជនម្នាក់ហ្នឹងអាចនឹងមាន content ផ្សេងទៅដល់គាត់អាចនឹងមាន message ផ្សេងទៅដល់គាត់អាចនឹងមានផលិតផលផ្សេងទៅដល់គាត់ពេលខ្លះគេតបឆាតលឿនជាងយើងគេមានឱកាសច្រើនជាងយើងអញ្ចឹងទេរឿងទី1ដែលខ្ញុំចង់រំលឹកបងប្អូនទាំងអស់គ្នាដាក់អាទិភាពអ្នកកាន់ page ត្រូវតែលឿនដាក់អាការងារលឿននឹងជាអាទិភាពហ្មងអញ្ចឹងខ្ញុំជឿថានៅពេលដែលគាត់ដឹងថាគាត់ធ្វើអីនៅពេលដែលគាត់ដឹងថាម្ចាស់ brand កំពុងតែតាមដានគាត់ឬម្ចាស់អាជីវកម្មឬក៏យើងដែលជាមេរបស់គាត់នឹងកំពុងតាមដានគាត់ខ្ញុំជឿថាគាត់នឹងធ្វើការងារនឹងដោយយកចិត្តទុកដាក់មែនទែននៅក្នុងនឹងហើយកាលណាលបឿននៃការទទួលភ្ញៀវបានកាន់តែលឿនអត្រានៃការលក់របស់យើងក៏មានប្រៀបជាងកន្លែងផ្សេងដែរគួរឲ្យស្ដាយហ៎បងប្អូនគេឆាតមកឲ្យយើងអត់តបគេគួរឲ្យស្ដាយមែនទែនត្រីចូលកត្រកឲ្យទៅរួចវិញបាត់ទាឆ្អិនឲ្យទៅហោះចេញបាត់អានឹងជារឿងមួយដែលគួរតែគិតពិចារណាទាំងអស់គ្នាទី2ខ្ញុំគិតថាបើសិនជាបងប្អូនទាំងអស់គ្នាមិនសូវជាមានពេលនៅក្នុងការតាមដានឆាតនឹងច្រើនទេថ្ងៃខ្លះក៏ឈប់សម្រាកឬក៏អវល់លក់ដូរអីច្រើនណាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាដាក់ auto reply ទៅប៉ុន្តែយើងរៀបចំជា caption
ឬក៏រៀបចំជា photo មួយចំនួនដើម្បីធ្វើការពន្យាពេលទៅលើអតិថិជនខ្ញុំគិតថាមធ្យោបាយមួយនឹងអាចមានប្រសិទ្ធភាពដែរនៅពេលដែលអតិថិជនឆាតមកយើងប៉ុន្តែយើងអត់សូវបាននៅមួយទូរស័ព្ទឬក៏វល់លក់ដូរអីអញ្ចឹងណាខ្ញុំគិតថា auto reply ក៏អាចជួយយើងបានច្រើនដែរជាពិសេសគឺយើងអាចរៀបចំជាសំនៀងដូចជាមនុស្សនិយាយអញ្ចឹងទៅឬក៏មានជារូបភាពផលិតផលមួយចំនួនដាក់ទៅមួយគ្នាទៅខ្ញុំគិតថាក៏ជាការពន្យាពេលល្អមួយដែលអតិថិជនគាត់អាចមើលផលិតផលបន្ថែមគាត់អាចមើលពីព័ត៌មានបន្ថែមពីផលិតផលរបស់យើងបានកាន់តែលម្អិតជាងមុនស្របពេលដែលគាត់កំពុងតែរងចាំការឆ្លើយតបពីយើងខ្ញុំជឿថា auto reply អតិថិជនមួយចំនួនគាត់ដឹងហើយថាម៉ាស៊ីនជាអ្នក reply ទេមិនមែនមនុស្សទេប៉ុន្តែយ៉ាងណាក៏វាល្អជាងអាស្ងាត់ដែរជាអារម្មណ៍ខ្ញុំឯណាល្អជាងអាស្ងាត់អត់មានឆ្លើយអីសោះហ្នឹងអាហ្នឹងរឿងធំអញ្ចឹងខ្ញុំគិតថាជំរើសទី2បើសិនជាបងប្អូនទាំងអស់គ្នាគិតថាអូអត់សូវបាននៅមួយទូរស័ព្ទទេឬក៏វល់ជាប់ដៃមិនសូវបានមើល message ច្រើនទេឬក៏អត់មានលុយជួលមនុស្សមកមើលទេខ្ញុំគិតថារៀបចំដាក់ auto reply តែមានជាព័ត៌មានជាសំនៀងដូចជាការជំរាបសួរបងអីផ្សេងៗអញ្ចឹងទៅហើយយើងមានជារូបភាពខ្លះៗតាក់ទងមួយផលិតផលរបស់យើងខ្ញុំគិតថាវាក៏ជារបស់មួយដែលពន្យាពេលនៅក្នុងការធុញទ្រាន់របស់អតិថិជនទម្រាំយើងមានពេលនៅក្នុងការឆ្លើយប៉ុន្តែយ៉ាងណាខ្ញុំលើកទឹកចិត្តថាកំឡុងពេល15ទៅ20នាទីហ្នឹងគឺជាពេលវេលាល្អមួយដែលបងប្អូនទាំងអស់គ្នាអាចបង្កើតការសន្ទនាឬក៏បង្កើតឱកាសនៅក្នុងការលក់បានខ្ពស់ជាងរយៈពេលបន្ទាប់ទៀតដែលយើងទុកគាត់ចោលអញ្ចឹងទេសូមព្យាយាមទាំងអស់គ្នាធ្វើម៉េចឲ្យយើងអាចនៅជាមួយគាត់បានកំឡុងពេលដែលគាត់ឆាតមកយើងធ្វើម៉េចឲ្យយើងអាចនៅជួយគាត់បានកំឡុងពេលដែលគាត់កំពុងតែត្រូវការយើងអានឹងជារឿងទី2ដែលយើងត្រូវគិតពិចារណាដែរអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បញ្ជាក់បងប្អូនទាំងអស់គ្នាថាទីផ្សារបច្ចុប្បន្ននេះគឺជានិន្នាការទីផ្សារត្រីលឿនស៊ីត្រីយឺតអញ្ចឹងយើងជាអ្នកលក់យើងមិនអាចស្ពឹកសពុនបានទេក្រុមការងាររបស់យើងក៏មិនអាចស្ពឹកសពុនបានដែរគ្រប់ពេលវេលាគ្រប់ទិដ្ឋភាពទាំងអស់នៅក្នុងការលក់បងប្អូនត្រូវដឹងថាអ្នកណាលឿនជាងអ្នកនឹងមានឱកាសច្រើនជាងហើយអញ្ចឹងបើសិនជាភ្ញៀវឆាតមកពេកយើងភ្ញៀវមកសួរនាំពីផលិតផលរបស់យើងត្រូវតែមានក្រុមការងារប្រកបដោយគុណភាពមួយនៅក្នុងការទទួលគាត់ដូចគ្នាទិញមិនទិញអានឹងជារឿងរបស់ភ្ញៀវប៉ុន្តែលក់ឲ្យអស់ពីលទ្ធភាពអានឹងជាតួនាទីរបស់យើងអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើបងប្អូនទាំងអស់គ្នាប៉ុណ្ណឹងសេដ្ឋកិច្ចមិនស្រួលទេអញ្ចឹងបើសិនជាយើងមិនប្រឹងប្រែងទៀតអានឹងវាកាន់តែយ៉ាប់ជាងមុនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាលក់ដាច់បើសិនជាបងប្អូនចង់លក់កាន់តែដាច់ជាងមុនទៀតណាបងប្អូនអាចអានសភៅអាត់3និងសភៅផ្កាយ5មួយក្បាល$12ទិញ2ក្បាល free សេវាដឹកជូនបងប្អូនទាំងអស់គ្នាកុំភ្លេចរៀនបន្ថែមមិនថាសភៅខ្ញុំឬសភៅបងផ្សេងទៀតទេអានឲ្យច្រើនស្វែងយល់ឲ្យច្រើនយើងនឹងមានព័ត៌មានកាន់តែច្រើននៅក្នុងការលក់ដូរនាពេលបច្ចុប្បន្ននេះអរគុណជូនពរបងប្អូនទាំងអស់គ្នាលក់ដាច់ហេងទាំងអស់គ្នា